ថ្ងៃនេះខ្ញុំទៅ make up ដូចសមាជិកក្រុម Tiara ម្នាក់នេះ ទៅដំបូងខ្ញុំតបមួយគូសិនហើយគូសិននេះខ្ញុំប្រើលេខ02ក្រោយទៀតខ្ញុំប្រើ eyeshadow ពណ៌ត្នោតស្រាលឬមួយក៏អ្នកនរគ្នាអាចប្រើពណ៌សាច់ក៏បានដែរហើយនេះជាទម្រង់រោមភ្នែកខ្ញុំប្រើថ្ងៃនេះរោមភ្នែកគឺយើងអាចប្រើក្រាស់ទេយើងប្រើរោមភ្នែកណាដែលទម្រង់វារាងវិលដែរប្រើ eyeliner ទៀនមកគូដោយសារតែ eyeliner ទៀនខ្ញុំស្រួលគូខ្ញុំអត់ចូលចិត្តប្រើ eyeliner បែបទឹកទេហើយ eyeliner យើងគូទាំងលើភ្នែកនិងខាងក្រោមភ្នែកផងត្រង់នេះខ្ញុំប្រើជក់ដើម្បីវាសពណ៌ចេញពី eyeliner ហ្នឹងឲ្យចេញពណ៌ខ្មៅព្រៀងៗពេលដល់អញ្ចឹងខ្ញុំអត់គូទេខ្ញុំប្រើ eyeshadow ដើម្បីយកមកផាត់ពណ៌អញ្ចឹងវិញហើយយើងប្រើពណ៌ត្នោតក៏បានឬមួយក៏ពណ៌ខ្មៅក៏បានដែរទោះជាមួយនេះក៏ដូចគ្នាដែរគឺយើងអាចយកពណ៌ដិតទៅទេគ្រាន់តែយកពណ៌រាងស្រាលៗទៅបានលាប mascara ម្ដងទៀតដើម្បីឲ្យរោមភ្នែករបស់យើងមើលទៅកាន់តែដិតចូលដល់ពេលនេះគឺយើងអាចផាត់ពណ៌ក្រាស់ពេកដែរស្រាលៗទៅបានហើយសំខាន់ក្នុង make up នេះគឺ eyeliner ធ្វើយ៉ាងណាឲ្យ eyeliner យើងមានពណ៌ខ្មៅដិតល្អបើជាអ្នកនរគ្នា make up នេះយើងអត់យកពណ៌ដិតពេកទេយើងយកពណ៌ដិតតែ eyeliner តែប៉ុណ្ណោះ and this is my final look guys អ្នកនរគ្នារ៉េតឲ្យ make up នេះបានដែរចូលខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នេះឯងអរគុណច្រើនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ